ភ្លើងឆេះព្រៃតែងកើតឡើងជាញឹកញាប់នារដូវប្រាំងដោយសកម្មភាពមនុស្សការកាប់ឆ្ការដុតរៀនព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មដែលបានយកមកចុះផ្សាយដោយរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី28មករាឆ្នាំ2026បានឲ្យដឹងថាបន្ទាប់ពីរដូវវស្សាត្រូវបានបញ្ចប់នៅចុងខែវិច្ឆិការដូវប្រាំងក៏ឈានមកដល់ដោយបាននាំមកនៅធាតុអាកាសក្តៅស្ងួតនិងខ្យល់ដែលអាចបង្កនៅហានិភ័យដល់ព្រៃឈើព្រៃលិចទឹកចំការឈើដាំចំការកៅស៊ូនិងចំការផ្សេងៗទៀតតាមរយៈភ្លើងឆេះចាប់ពីខែធ្នូរហូតដល់ចុងខែមេសាភ្លើងឆេះព្រៃដែលតែងកើតឡើងជាញឹកញាប់បំផុតនារដូវប្រាំងដោយសកម្មភាពមនុស្សមានជាអាចការកាប់ឆ្ការដុតរៀនព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗការធ្វើកសិកម្មពនេចរការតាំងទីលំនៅថ្មីការដុតព្រៃដើម្បីចាប់សត្វការបន្សល់ដើមភ្លើងនៅក្នុងព្រៃតាមរយៈការធ្វេសប្រហែសដើម្បីបង្ការទប់ស្កាត់និងការពារភ្លើងឆេះព្រៃចំការរដ្ឋបាលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ហាមបោះចោលកន្ទុយបារីឬប្រើប្រាស់ភ្លើងជាមធ្យោបាយក្នុងការយកឃ្មុំឬប្រមាញ់សត្វជាលក្ខណៈគ្រួសារនៅក្នុងដែនព្រៃឈើដែលបង្កឲ្យមានភ្លើងឆេះព្រៃកើតឡើងរដ្ឋបាលព្រៃឈើបន្ថែមថាការរុករកផលអនុផលព្រៃឈើជាប្រពៃណីនិងសកម្មភាពផ្សេងទៀតដែលចាំបាច់ត្រូវប្រើភ្លើងជាមធ្យោបាយដុតរណ្ដៅជ័រត្រូវពន្លត់ភ្លើងឲ្យអស់ជាចាំបាច់មុនពេលចាក់ចេញពីដើមឈើច្បាស់ជ័រឬទីតាំងដែលប្រើភ្លើងនោះក្នុងករណីចាំបាច់ដែលពលរដ្ឋត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃដើម្បីដាំដំណាំកសិកម្មនិងសកម្មភាពស្របច្បាប់ផ្សេងទៀតត្រូវជូនដំណឹងដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីខេត្តសមីដើម្បីណែនាំអនុវត្តវិធានការបច្ចេកទេសសមស្របធានាសុវត្ថិភាពចំពោះភ្លើងព្រៃរដ្ឋបាលប្រមានថាជនណាដែលបានប្រព្រឹត្តឬបង្កឲ្យមានភ្លើងឆេះព្រៃឬភ្លើងឆេះព្រៃលិចទឹកដោយចេតនាត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី1ដោយជាប់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំឬបទល្មើសជលផលត្រូវជាប់ពន្ធនាគារពី1ឆ្នាំទៅ5ឆ្នាំគួរជម្រាបថាឈានចូលដល់ដើមរដូវប្រាំងឆ្នាំ2026ភ្លើងឆេះព្រៃនៅតែជាបញ្ហាប្រឈមទោះបីជាមានសារព្រមាននិងការណែនាំវិធានការទប់ស្កាត់រួចហើយក្តីជាក់ស្ដែងក្នុងរយៈពេលជិត10ថ្ងៃដើមខែមករាឆ្នាំ2026ភ្លើងឆេះព្រៃនៅទូទាំងប្រទេសកម្ពុជាត្រូវបានក្រសួងបរិស្ថានកត់ត្រាថាកើនឡើងរហូតដល់954ករណីភាគច្រើនមាននៅខេត្តព្រះវិហារបន្ទាយមានជ័យនិងខេត្តក្រចេះជាខេត្តសម្បូរព្រៃឈើធនធានអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម